ថ្ងៃនេះស៊ីម៉ាន់ធ្វើការវាយប្រហារដោយប្រើយន្តហោះទម្លាក់គ្រាប់ណាពុកម៉ែបងប្អូនយន្តហោះបុកកូរ៉េខាងត្បូងទម្លាក់គ្រាប់នៅស្រុកបាណន់បាទនៅខាងភ្នំសំពៅពុកម៉ែបងប្អូនវាមកកាន់តែគៀកមែនតើនិយាយទៅនៅភ្នំសំពៅគឺគៀកក្រុងមែនតើណាបើយើងនិយាយពីភ្នំសំពៅទៅដល់ក្រុងបាត់ដំបងចម្ងាយប្រហែលជាខ្ទង់15ទៅ20គីឡូឯប៉ុណ្ណឹងទេហើយបើនិយាយពីព្រំដែនថៃមកខាងភ្នំសំពៅស្រុកបាណន់នេះគឺឆ្ងាយបើយើងនិយាយពីប្រយប៉ែតមកដល់ទីតាំងហ្នឹងចម្ងាយខ្ទង់100គីឡូជាង115គីឡូអញ្ចឹងសង្គ្រាមមួយនេះគឺវាធ្វើការវាទីខ្លាំងមែនទែនវាចូលមកក្នុងទឹកដីខ្មែរយើងជ្រៅហើយខ្ញុំអត់ដឹងថាកំភ្លើងរបស់យើងបាញ់ចូលទឹកដីវាជ្រៅអញ្ចឹងឬក៏អត់ទេសៀមវិញគឺវាបានធ្វើការទម្លាក់គ្រាប់ដោយប្រើយន្តហោះចម្បាំងធំធំទម្លាក់មកកាន់ប្រទេសយើងមកកាន់ទីតាំងជាពិសេសតំបន់ស៊ីវិលបើសិនជាតំបន់នៅតាមព្រំដែនចំនួនតាមព្រំដែនដូចជាអត់មានបញ្ហាអីទេប៉ុន្តែនេះគឺវាតម្លាក់មកកាន់តំបន់ស៊ីវិលភ្នំសំពៅនេះបងប្អូនតែស្ថិតនៅក្នុងទឹកដីបាត់ដំបងស្រុកបាណន់អញ្ចឹងវាចូលកាន់តែជ្រៅទៅអីម្លងប៉ោយប៉ែតមកឆ្ងាយចាំមើលខ្ញុំវាស់ទីតាំងហ្នឹងឲ្យមើលណាពុកម៉ែបងប្អូនយើងវាស់ពីភ្នំសំពៅទៅកាន់ក្រុងប៉ោយប៉ែតជាក់ស្ដែងនេះខ្ញុំវាស់ពីលើកំពូលភ្នំទៅតែម្ដងពីចំណុចនេះពុកម៉ែបងប្អូននេះពីចំណុចនេះអញ្ចឹងយើងវាស់អូសមកត្រង់មកតាមផ្លូវជាតិនេះមកក្រុងប៉ោយប៉ែតនៅក្បែរកន្លែងនេះណាប៉ោយប៉ែតពុកម៉ែបងប្អូនយើងស៊ូមវាឲ្យទូចបន្តិចណាអូសមកខាងនេះខាងនេះអូសស្មាច់ពុកម៉ែបងប្អូនចាំតិចនេះប៉ោយប៉ែតដែលយើងមើលឃើញនេះប៉ោយប៉ែតពុកម៉ែបងប្អូននេះក្រុងប៉ោយប៉ែតណានេះបើយើងវាស់ខ្សែត្រង់ខ្ទង់92គីឡូនេះពុកម៉ែបងប្អូន92គីឡូម៉ែត្រណាដើម្បីមកដល់ក្រុងប៉ោយប៉ែតឆ្ងាយអានេះចេញពីក្រុងប៉ោយប៉ែតមកខាងសំពៅលូនបាត់ដំបងប៉ុន្តែបើសិនជាយើងវាស់តាមផ្លូវថ្នល់វារៀងជិតជាងដោយសារផ្លូវខ្សែកោងប៉ុន្តែបើយើងដូរមកខាងខេត្តត្រាតរបស់វាវិញខ្ទង់តែ63គីឡូទេពីព្រំដែនត្រាតមកប៉ុន្តែបើយើងវាស់មកតាមព្រំដែននេះគឺចន្លោះ8 9 100មកដល់ក្រុងប៉ោយប៉ែតនេះ106គីឡូម៉ែត្របើមកខាងក្រុងសំរោងអីវិញគឺកាន់តែឆ្ងាយណា147គីឡូអញ្ចឹងសង្គ្រាមនេះគឺវាទីចូលមកយើងខ្លាំងមែនទែនពិតជាព្រួយបារម្ភខ្លាំងណាបងប្អូនមិនដឹងថាវានឹងចូលមកដល់ក្រុងឬក៏អត់ទេបងប្អូនមកដល់ក្រុងភ្នំពេញណាបើនិយាយពីព្រំដែនមកដល់ក្រុងភ្នំពេញយើងវាស់ទៅប្រហែលជា200 300គីឡូមកដល់កណ្ដាលក្រុងអាហ្នឹងវាស់ចេញពីខាងខេត្តត្រាតអីមក242គីឡូបើយើងវាស់ពីព្រំដែនតែគៀកបំផុតណាគឺ208គីឡូ